ដែលបានជួយសង្គ្រោះគាត់រួចហើយឥឡូវនេះសង្ឃឹមថាលោកយាយក្នុងនាមជាដូនតារបស់គ្រូសាស៊ឺនឹងព្រមបែកគ្នាជាមួយគាត់បន្ទាប់ពីបានផ្ដល់ការការពារអស់រាប់រយឆ្នាំមកហើយគ្រូពេទ្យបានពិនិត្យអណ្ដើកទេពហើយគ្រវីក្បាលដោយនិយាយថាឈាមរបស់វាត្រូវបានបង្ហូរអស់ហើយបេះដូងរបស់វាបានរងរបួសយ៉ាងធ្ងន់ធ្ងរគ្រូពេទ្យភ្ញាក់ផ្អើលនឹងទង្វើដ៏សាហាវរបស់ស្ត្រីនោះហើយថាអណ្ដើកទេពនេះប្រហែលជាមិនអាចសង្គ្រោះបានទៀតទេពេលឮបែបនេះសក់របស់បុរសនោះក៏ប្រែជាស្ទើរទាំងអស់ដែលនេះក៏តំណាងឲ្យថាមពលរបស់គាត់ត្រូវបានបាត់បង់ទាំងស្រុងផងដែរលោកយាយបានឃើញហើយក៏ស្ដីបន្ទោសខ្លួនឯងដែលមិនបានអប់រំចៅស្រីឲ្យបានល្អដើម្បីរក្សាបុរសនោះឲ្យបន្តការពារគ្រួសារស៊ឺលោកយាយបានលុតជង្គង់សុំទោសបុរសនោះគាត់សន្យាថានឹងរកកន្លែងបណ្ដុះបណ្ដាលថាមពលឲ្យបុរសនោះដោយសង្ឃឹមថាបុរសនោះនឹងនៅតែផ្ដល់ឱកាសឲ្យគ្រួសារស៊ឺម្ដងទៀតដោយសារតែគុណដែលបានជួយសង្គ្រោះជីវិតទោះបីជាបុរសនោះឈឺចាប់យ៉ាងខ្លាំងក៏ដោយក្នុងនាមជាបុរសស្មោះស្ម័គ្របំផុតគ្រប់សម័យកាលគាត់ក៏សម្រេចចិត្តប្រើប្រាស់ពេលវេលាដែលនៅសេសសល់ដើម្បីការពារគ្រួសារស៊ឺប៉ុន្តែភ្លាមនោះពេលគាត់ចូលទៅក្នុងផ្ទះគាត់ក៏បានឃើញភរិយារបស់គាត់កំពុងមានទំនាក់ទំនងជាមួយ